ចាជំរាបសួរពុកម៉ែបងប្អូនចាបាយគ្នាប្រហែលថ្ងៃសុខសប្បាយជាទេចាថ្ងៃនេះខ្ញុំបង្ហាញអំពីបាតដៃទៀតហើយចាប្រភេទបាតដៃនេះណាចាឃើញទេចាពណ៌បាតដៃនេះគឺស្អាតមែនទែនចាស្អាតណាចាចរន្តឈាមរត់ល្អព្រមទាំងចាមើលទៅតាមទួលដៃរបស់គាត់នីមួយៗណាគឺទួលរបស់គាត់គឺស្អាតមែនទែនគឺផ្លាតពន្លឺមានរស្មីតែម្ដងណាចាអញ្ចឹងប្រភេទដៃបែបនេះគឺអញនិយាយថាក្នុងឆ្នាំហ្នឹងម្ចាស់បាតដៃមានរស្មីល្អឬក្នុងចានៅក្នុងថ្ងៃហ្នឹងអាទិត្យហ្នឹងក៏មានរស្មីល្អគាត់រកស៊ីធ្វើការងារអីគឺកាក់កបល្អប្រសើរមានលៀបផ្នែកដូចកាក់ណាចាតែអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននេះគឺខ្សែជីវិតរបស់គាត់គាត់មានខ្សែជីវិត2ណាបងប្អូនចានេះខ្សែជីវិតទី1របស់គាត់នេះជាខ្សែគូក្បាលបន្តមកខ្សែជីវិតទី2របស់គាត់អញ្ចឹងអ្នកដែលមានខ្សែជីវិតចា2បែបនេះចាម្ចាស់បាតដៃនោះគឺមិនមែនបានន័យថាគាត់អាយុវែងជីវិតគាត់វា2វាច្រើនទេមិនមែនបានន័យអញ្ចឹងទេថាអញ្ចឹងក៏មិនខុសដែរអញនិយាយថាគាត់ជួបគ្រោះអបតហេតុណាមួយក៏ដោយចាឈឺធ្ងន់យ៉ាងម៉េចក៏ដោយគាត់យកឬខ្លួនបានរហូតមិនប៉ះពាល់ដល់អាយុជីវិតរបស់គាត់ទេណាទោះបីជាអ្នកនឹងអត់មានកម្លាំងអ្នកថែរក្សាដូចជាគ្រូកំណើតឬក៏គ្រូបាជាក៏ដោយក៏អ្នកនឹងមិនងាយប៉ះពាល់ដែរព្រោះគាត់ពីអតីតមកគាត់ចាមិនបានប្តេជ្ញាផ្ដាល់ជីវិតណាចាអញ្ចឹងឲ្យធ្វើឲ្យគាត់នេះគឺមានចាបនការពារចាថែមទាំងគាត់អាសាធ្វើបនជួយជីវិតប្រោះជីវិតទៅទៀតណាចាអញ្ចឹងធ្វើឲ្យដៃគាត់នេះមានសភាពបននៅត្រង់នេះគឺល្អប្រសើរណាស់ចាយ៉ាងទៀតអ្នកដែលមានខ្សែជីវិត2បែបនេះចាគឺច្រើនតែកើតក្នុងគ្រួសារដែលមានជីវភាពធូរធារឬក៏ជីវភាពមិនធូរធារគាត់ទៅណាមកណាសម្បូរគេជ្រុំជ្រែងគ្រួសារគាត់ជួយមិនបានគាត់ចង់ធ្វើអីចង់បានអីច្រើនតែមានគេអាណិតស្រឡាញ់គេជួយជ្រុំជ្រែងគាត់តែម្ដងណាគេជួយជ្រុំជ្រែងគាត់តែម្ដងចាទៅណាមកណាសម្បូរគេជួយអាណិតស្រឡាញ់ណាសម្បូរញាតចាសម្បូរញាតហើយឃើញទេកម្រិតដៃរបស់គាត់ចាពីចាទម្លាក់ចាមេដៃរហូតមកដល់ខ្សែជីវិតរបស់គាត់ណាគឺឃ្លៀគ្នាឆ្ងាយមែនទេណាតែខ្សែជីវិតគាត់2ក៏ដោយប៉ុន្តែចាគឺវាអត់នៅក្បែរចាមេដៃបែបហ្នឹងទេណាចាគឺវាអត់នៅទឹកមេដៃទឹកខ្សែហ្នឹងវាចាលយទៅរកចាទួលចាអង្គាខ្ពស់បែបនេះគឺអាចបញ្ជាក់បានថាម្ចាស់បាតដៃជាមនុស្សមានមុនស្នេហ៍ជាមនុស្សមានមុនស្នេហ៍ណាចាមានមុនស្នេហ៍រវាងអ្នកជាប្រុសស្រីចាជាមួយនឹងញាតិមិត្តអីដូចគ្នាគេជួយចាស្រឡាញ់គាត់ច្រើនដែរចាពេលខ្លះគាត់មិនចង់ថាមិនចង់ស្រឡាញ់គេប៉ុន្តែគេមកចេះស្រឡាញ់គាត់អញ្ចឹងទៅព្រោះដៃគាត់គាត់ដៃជាមនុស្សប្រុសចាអាចថារៀងព្រានបន្តិចដៃអញ្ចឹងណាចាហើយគាត់មានខ្សែចារស័យឡើងច្រើនដែរនៅលើដៃរបស់គាត់ដៃនេះសំណុកណាចាគឺមានសម្ពាធផ្នែកលុយក៏អត់ពិបាកទេណាថែមទាំងកន្លែងនេះមើលណាចាគឺមានចាត្រីមង្គលធំយកតែមែនតើណាចាត្រីមង្គលនេះណាចាគឺភ្ជាប់ជាមួយនឹងខ្សែចាទីជីវិតទី2របស់គាត់ដែលខ្សែជីវិតទី2របស់គាត់នេះគឺចាវាចាចុងនៃខ្សែជីវិតនេះគឺបាញ់ទៅចាទួលច័ន្ទបានន័យថាខ្សែជីវិតទី2របស់គាត់នេះគឺលយទៅចាស្រុកគេចាអញនិយាយបានថាគឺគាត់ចានឹងចាប់ផ្ដើមជីវិតថ្មីនៅស្រុកគេចាហើយជីវិតស្រុកគេនៅស្រុកគេរបស់គាត់នោះគឺល្អជាងនៅស្រុកឯងចាហើយមានភាពរីកចម្រើនល្អប្រសើររុងរឿងណាស់ព្រោះចេញអំពីចាកម្លាំងបុណ្យនៃភាពរុងរឿងនៃត្រីមង្គលនេះឯងគឺធំល្អប្រសើរណាចាអញ្ចឹងដែលអញនិយាយបានថាគឺគាត់នេះមានភាពរុងរឿងខ្លាំងនៅស្រុកគេណាមានចាលៀបស្រុកគេល្អខ្លាំងណាស់ចាប៉ុន្តែប្រយ័ត្នបន្តិចណាកន្លែងនេះចាខ្ញុំធ្លាប់បង្ហាញច្រើនវីដេអូឲ្យបងប្អូនប្រកាសជាដឹងហើយអ្នកណាចាមានសញ្ញានេះចាឲ្យធ្លាប់លងទឹកចាចេញនិយាយក្នុងខមមិនណា 100% អ្នកដែលមានចាសញ្ញាខ្វែងចានៅលើទួលអាទិត្យសំទោសទួលច័ន្ទនៅលើទួលច័ន្ទនេះចាម្ចាស់បាត់ដៃច្រើនតែមានប្រវត្តិធ្លាប់លងទឹកពីក្មេងចាឬក៏នៅវ័យនេះហើយនៅតែមានខ្សែនេះគឺត្រូវប្រយ័ត្នរឿងផ្លូវទឹកមែនទែនមិនហាត់ដើរដំណើរផ្លូវទឹកឬក៏ពេលខ្លះមានហេតុចាគ្រោះថ្នាក់ដោយសារទឹកស្រវឹងឲ្យតែចេញមកពីទឹកណាចាពេលខ្លះដើរនៅបរិវេណអាងអីកន្លះជើងដួលបោកក្បាលអីក៏មានដែរនិយាយរួមគឺវានឹងមានគ្រោះថ្នាក់នៅបរិវេណនៃទឹកនឹងឯងត្រូវតែមានការប្រុងប្រយ័ត្នណាចា